ปัจจุบันนี้យើងសង្កេតឃើញថាក្មេងស្រីក្មេងប្រុសដែលមានអាយុចាប់ពី12ឆ្នាំទៅដល់18ឆ្នាំគឺជាក្មេងដែលពេញវ័យជំទង់ពួកគាត់រមែងចង់ចេះចង់ដឹងនៅអ្វីដែលគាត់ពុំធ្លាប់ដឹងពីមុនមកជាពិសេសនៅពេលដែលគាត់មានស្នេហានៅពេលដែលគាត់មានស្នេហាត្រូវការយកចិត្តទុកដាក់យល់ពីគ្នាក្មេងខ្លះពេលដែលមានដៃគូស្នេហាគាត់ទទួលបាននៅកាដូពិសេសពីគេជាក់ស្ដែងដូចជាបាច់ផ្កាឬក៏របស់កាដូអនុស្សាវរីយ៍ហើយមនុស្សស្រីនៅពេលដែលទទួលបានកាដូអនុស្សាវរីយ៍ឬក៏របស់ពិសេសអ្វីមួយគាត់រមែងមានសេចក្តីសប្បាយរីករាយយល់ថាខ្លួនឯងគឺជាមនុស្សដែលអស្ចារ្យប៉ុន្តែគាត់ពុំបានឆ្វេងយល់ឲ្យបានស៊ីជម្រៅតាក់ទងនឹងពេលអនាគតរបស់គាត់នៅវ័យ12ទៅដល់18ឆ្នាំនេះគឺជាវ័យដែលពួកគាត់ត្រូវក្រេបយកចំណេះវិជ្ជាមកទុកដាក់នៅក្នុងខ្លួនដើម្បីជាសម្ពាយទៅថ្ងៃអនាគតដើម្បីជាប្រទីបបំភ្លឺផ្លូវគាត់នៅពេលអនាគតមិនត្រឹមតែសម្រាប់ពួកគាត់ទេគឺសម្រាប់ក្រុមគ្រួសារនិងសង្គមជាតិទាំងមូលប៉ុន្តែកុំថាឡើយជួយដល់ក្រុមគ្រួសារឬក៏សង្គមជាតិសូម្បីតែឲ្យគាត់ជួយខ្លួនគាត់តែម្ដងគឺពុំអាចជួយបាននោះទេប្រសិនបើគាត់យកសេចក្តីស្នេហាទៅដាក់នៅចំពោះមុខគាត់ដោយពុំបានស្វែងរកចំណេះដឹងឬក៏ជំនាញណាមួយឲ្យបានច្បាស់លាស់យើងសង្កេតទៅមុខទៀតថាក្មេងដែលគាត់ពុំបានគិតឲ្យបានវែងឆ្ងាយជាពិសេសក្មេងដែលអត់មានម្ចាស់ការខ្លួនឯងនៅពេលដែលសង្សាររបស់គាត់បានអូសទាញគាត់ឲ្យទៅប្រព្រឹត្តអំពើឆ្គាំឆ្គងគាត់អាចទុកចិត្តគេជឿតាមគេប៉ុន្តែមនុស្សម្នាក់នោះជួនកាលគាត់បង្ហាញសេចក្តីស្រឡាញ់ដោយមិនបានច្បាស់លាស់គាត់ទើបតែអាយុ12ទៅ18ឆ្នាំមិនអាចមានភាពច្បាស់លាស់នោះទេដូច្នេះក្នុងនាមជាស្រីជាស្ត្រីគ្រប់រូបសេះកំឡុងពេលដែលនៅកំពុងសិក្សាអ្នកខ្លះយល់ថាសេចក្តីស្នេហាអាចជួយមនុស្សឲ្យរួចផុតពីទុក្ខសោកប៉ុន្តែมันអាចរួចផុតពីទុក្ខសោកទាំងអស់នោះទេជាពិសេសក្នុងវ័យដែលគាត់កំពុងតែក្រេបយកចំណេះដឹងចាសូមអរគុណនិងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នេះសិន